សូមស្រមៃគិតថាយន្តហោះខ្នាតយក្សមួយគ្រឿងស្រាប់តែបាត់ការតាក់ទងរួចធ្លាក់ដំក្បាលចុះទៅក្នុងបាតសមុទ្រដ៏ជ្រៅឬបោកទង្គិចជាមួយកំពូលភ្នំយ៉ាងរន្ធត់របស់របរនៃយន្តហោះទាំងមូលត្រូវខ្ទេចខ្ទីគ្មានខ្សល់ប៉ុន្តែក្នុងចំណោមគំនរបាក់បែកដ៏សាហាវនោះមានឧបករណ៍តូចមួយដែលមិនត្រឹមតែមិនខូចខាតនោះទេថែមទាំងអាចរស់រានមានជីវិតដើម្បីប្រាប់យើងវិញថាតើមានអ្វីកើតឡើងពិតប្រាកដនៅវិនាទីចុងក្រោយឧបករណ៍អាថ៌កំបាំងនោះត្រូវបានគេហៅថាប្រអប់ខ្មៅឬ Black Box ថ្ងៃនេះ Channel ចំណេះដឹង3នាទីនឹងនាំបងប្អូនទៅលាតត្រដាងអាថ៌កំបាំងដែលគេមិនដែលប្រាប់អ្នកពីប្រអប់អាថ៌កំបាំងមួយនេះរឿងពិតដំបូងដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺទោះបីជាគេដឹងថាវាជាប្រអប់ខ្មៅក៏ដោយប៉ុន្តែរូបរាងពិតប្រាកដរបស់វាគឺមានពណ៌ទឹកត្នោតឆ្អិនឆ្អៅទៅវិញទេហេតុអ្វីគឺដើម្បីងាយស្រួលឲ្យក្រុមសង្គ្រោះស្វែងរកវាឃើញភ្លាមៗនៅក្នុងគំនរបាក់នោះក៏ព្រោះតែវាត្រូវបានគេរុំព័ទ្ធទៅដោយស្រទាប់ដែកទីតាញោមយ៉ាងក្រាស់និងមានអ៊ីសូឡង់ការពារកម្ដៅថ្ងៃយ៉ាងពិសេសអ្វីដែលរឹតតែអស្ចារ្យនោះគឺនៅពេលដែលវាធ្លាក់ចូលទឹកវានឹងបញ្ចេញរលកសញ្ញាអ៊ុលត្រាសូនិកដែលអាចទ្រាំបើចូលចិត្តវីដេអូបែបនេះជួយ like និង Subscribe Channel ចំណេះដឹង3នាទីម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយសូមអរគុណ